បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកធ្វើម្ហូបមួយមុខគឺឡុកឡាក់សាច់គោបាទឥឡូវកំពុងចាប់ផ្ដើមធ្វើបាទឥឡូវយើងដាក់ខ្ទឹមបំពងខ្ទឹមបាទហើយជាមួយនឹងម្ទេសបាទជាមួយនឹងម្ទេសយើងចាប់ផ្ដើមកូរទៅកូរមកបាទយើងចាប់ផ្ដើមកូរហើយកូរទៅកូរមកបាទយើងបន្ថែមភ្លើងបន្តិចទៅបាទកូរទៅកូរមកកូរទៅកូរមកដើម្បីឲ្យគ្រឿងយើងក្រហមល្អបាទហើយឡើងឈ្ងុយបាទហើយយើងចាប់ដើមកូរវាទៅឲ្យសព្វហើយយើងកូរវាទៀតបាទកូរចុះកូរឡើងកូរចុះកូរឡើងឲ្យគ្រឿងវាឈ្ងុយបាទហើយឈ្ងុយហើយក៏យើងចាប់ផ្ដើមដាក់ជាមួយនឹងរ៉ូឌីបាទដាក់ជាមួយនឹងរ៉ូឌីបន្តិចទៅដាក់ហើយក៏ដាក់ជាមួយនឹងទឹកត្រីបាទដាក់ជាមួយនឹងប្រេងខ្យងបន្តិចទៅបាទដើម្បីបន្ថែមរសជាតិឈ្ងុយបាទហើយឥឡូវយើងក៏បានដាក់ជាមួយនឹងខ្ទឹមបារាំងបាទដាក់ជាមួយនឹងខ្ទឹមបារាំងដើម្បីឲ្យរសជាតិកាន់តែឈ្ងុយបាទហើយទៀតយើងក៏ចាប់ដើមកូរទៀតបាទកូរទៅកូរមកកូរទៅកូរមកចូលត្រឡប់បាទដើម្បីឲ្យខ្ទឹមបារាំងបាទដើម្បីឲ្យខ្ទឹមបារាំងយើងឆាប់ឆ្អិនបាទឆាប់ឆ្អិនឥឡូវយើងបានកូរចុះកូរឡើងហើយបាទត្រឡប់ចុះត្រឡប់ឡើងដើម្បីឲ្យខ្ទឹមបារាំងវាទន់បាទទន់ឆាប់ឆ្អិនបាទហើយបាទឥឡូវរសជាតិកំពុងតែឆ្ងាញ់បណ្ដាហើយបាទហើយឥឡូវក្លិនកំពុងតែជះឈ្ងុយឆ្ងាញ់ហើយបាទក្លិនឡើងឈ្ងុយឈ្ងប់ហើយបាទឥឡូវកំពុងតែជះក្លិនដ៏ឈ្ងុយខ្ទឹមបារាំងហើយនឹងសាច់គោបាទឥឡូវកំពុងដាក់សាច់គោហើយបាទដាក់ចូលហើយបាទគឺចូលត្រឡប់ចុះត្រឡប់ឡើងត្រឡប់ចុះត្រឡប់ឡើងដើម្បីឲ្យសាច់គោចូលជាតិជាមួយនឹងប្រេងខ្យងជាមួយនឹងប៊ីចេងស្ករនិងប្រេងខ្យងបាទឥឡូវឃើញថាឥឡូវឆ្អិនបាត់ហើយបាទតំណងណាបងប្អូនអើយគឺជាតិហ្មងបាទបើបានដាក់ជាមួយជាជាតិដឹងឆ្ងាញ់ប៉ុណ្ណាទេបាទដឹងតែជាតិហ្មងបងប្អូនរសជាតិវិញនឹងតែអែមហ្មងបាទតំណងណាបងប្អូនអើយនេះទៅដាក់ជាមួយនឹងបន្លែផងហើយទ្រាប់ជាមួយនឹងតឡាត់ស្រួយហើយនឹងប៉េងប៉ោះបាទដាក់ទ្រាប់ជាមួយនឹងទឹកម្រេចទៀតបាទបើបានជាដឹងតែជាតិហ្មងបងប្អូនណាឆ្ងាញ់ម្ដងបាទមើលតែមាត់ដាក់មួយបាទដាក់មួយមើលដាក់លឹបឆ្ងាញ់